ចាតកតងនឹងថ្នាក់សង្គមវិញផងដែរគឺសម្រាប់គណិតវិទ្យាគឺមានទាំងអស់5រ៉ូម៉ាំងរ៉ូម៉ាំងទី1គឺ limit ទី2គឺ integral ទី3គឺ probat ទី4គឺ conic និងទី5នោះគឺអនុគមសិក្សាអនុគមអញ្ចឹងនៅក្នុង limit យើងមាន limit នៃអនុគមពហុធាតុធម្មតាមាន limit expo មានត្រីកោណមានអីចឹងទៅអញ្ចឹងបងត្រូវចេះចំណុចទួយមួយហ្នឹងទៅហើយចំពោះ integral វិញគឺបងត្រូវបដោតទៅលើ integral គឺកំណត់មានន័យថាយើងជ្រើសលេខណាពេលដែលគណនាហើយយើងជ្រើសលេខវាចូលទី3គឺ probat នៅក្នុង probat នោះគឺយើងប្រើរូបមន្តបន្សំអញ្ចឹងបងត្រូវមើលធ្វើម៉េចឲ្យ start ធ្វើលំហាត់ឲ្យ start ទៅលើបន្សំទី4 conic អញ្ចឹង conic ហ្នឹងគឺសូមមើលមេរៀន parabol និង ellipse ចំពោះអនុគមយើងមានតែ2ប្រភេទទេអនុគមសនិទានដែល degree ភាគយកធំជាងភាគបែងឬក៏ degree ភាគយកនិងភាគបែងស្មើគ្នាឬក៏ភាគយកតូចជាងភាគបែងអញ្ចឹងអនុគមមាន2ប្រភេទហ្នឹងចាអញ្ចឹងនៅក្នុងនេះផងដែរជាឧទាហរណ៍ដែលតកតងទៅនឹងការសរសេរគណនា limit អញ្ចឹងបងអាចពិនិត្យមើលនៅក្នុងករណីឧទាហរណ៍ទី1នេះ limit នៃ សេគុណ x ដក 4x បូក 5 កាលណា x ខិតទៅជិត0អញ្ចឹងបងអាចយកលេខ0នោះយកមកជំនួសចូលទៅក្នុងទីតាំងរបស់អញ្ញត្តិ x អញ្ចឹងយើងបានទៅជា សេគុណ 0 ដក 4 គុណនឹង 0 បូក 5 អញ្ចឹងនៅក្នុងនេះផងដែរ សេគុណ 0 គឺស្មើ 1 អានេះគឺ 0 ហើយអញ្ចឹង 1 បូក 5 អញ្ចឹងលទ្ធផលរបស់យើងគឺស្មើនឹង 6 អញ្ចឹងដើម្បីឲ្យច្បាស់នៅក្នុងការកែរបស់គ្រូបងអាចសរសេរ limit ដល់ប៉ុណ្ណឹងហើយបន្ថែមនៅក្នុងការសរសេរបន្ថែមទីទៀតមកដូចនេះ limit សេគុណ x ដក 4x បូក 5 កាលណា x ខិតទៅជិត0ស្មើនឹង 6 អញ្ចឹងអាចគូសចម្លើយអញ្ចឹងមកចាចំណុចមួយទៀតដែលពិសេសមែនទែនសម្រាប់ការសរសេរនៅក្នុងសិលឹកកិច្ចការរបស់បេក្ខជនអញ្ចឹងអ្នកគ្រូសង្កេតឃើញថាពេលដែលអ្នកគ្រូទៅកែនៅមណ្ឌលកំណែដែលជួបប្រទះជារៀងរាល់ឆ្នាំនោះគឺការសរសេររបស់បងប្អូនគឺមិនសូវមានសណ្ដាប់ធ្នាប់អញ្ចឹងឧទាហរណ៍ខាងលើដែលអ្នកគ្រូបានបញ្យល់ទៅលើរបៀបនៃការសរសេរអញ្ចឹងសូមបងប្អូនអាចមើលទៅតាមលំនាំនោះបងអាចសរសេរឲ្យច្បាស់អញ្ចឹងមកហើយមួយទៀតផងដែរសូមអក្សរណាការសរសេររបស់បងប្អូនអក្សរសូមសរសេរឲ្យធំហើយច្បាស់ហើយមួយទៀតផងដែរទៅលើលំហាត់ដែលយើងតពីទំព័រមួយទៅទំព័រមួយគឺសូមបងប្អូនដាក់លេខឲ្យច្បាស់លាស់ថាវាតទៅមួយណាអញ្ចឹងសិលឹកកិច្ចការដែលបងប្អូនសរសេរយើងមានกระดาษ A3 របស់យើងនោះគឺសូមបងប្អូនសរសេរវាតាមលំដាប់ណាតាមការណែនាំ